អូនយកកំណត់ទស្សនៈរបស់ខ្ញុំខ្លះៗទៅត្រិះរិះពិចារណាអំពីលក្ខខណ្ឌក្នុងការរើសគូសកលឲ្យស្ថិតក្នុងក្របខ័ណ្ឌជាមនុស្សទី1អ្នកគឺជាមនុស្សដែលខ្ញុំស្រឡាញ់ទី2ខ្ញុំក៏អត់បង្ខំអ្នកដែរបើអ្នកមិនស្រឡាញ់ខ្ញុំទេទោះបីខ្ញុំស្រឡាញ់អ្នកប៉ុណ្ណាក៏ដោយក៏ខ្ញុំដើរចេញពីអ្នកឬក៏ទុកពេលដើម្បីឲ្យចិត្តអ្នកក្រែងប្រែប្រួលបែរមកស្រឡាញ់ខ្ញុំលុះត្រាតែខ្ញុំបានលក្ខខណ្ឌមួយទៀតថាអ្នកគឺជាមនុស្សដែលស្រឡាញ់ខ្ញុំវិញពីព្រោះស្នេហាមិនអាចចាប់បង្ខំបានទេវាគឺជាការសុខព្រមជាការស្ម័គ្រចិត្តនៃមនុស្សពីរនាក់អញ្ចឹងលក្ខខណ្ឌពីរដំបូងទី1អ្នកគឺជាមនុស្សដែលខ្ញុំស្រឡាញ់ទី2អ្នកក៏ស្រឡាញ់ខ្ញុំដែរបើកាលណាជាអ្នកមិនស្រឡាញ់ខ្ញុំទេទោះបីខ្ញុំស្រឡាញ់អ្នកយ៉ាងណាក៏ដោយក៏ខ្ញុំមិនបង្ខំអ្នកឲ្យរៀបការជាមួយខ្ញុំដែរខ្ញុំស្រឡាញ់អ្នកស្រឡាញ់ខ្ញុំតែប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេដើម្បីឲ្យស្នេហានោះคล้ายទៅជាស្នេហារបស់មនុស្សប្រកបដោយមនសិការលក្ខខណ្ឌមួយទៀតគូទាំងសងខាងត្រូវគិតឲ្យស្មើគ្នាអ្នកគឺជាមនុស្សដែលមានតម្លៃសមនឹងទទួលនៅសេចក្តីស្រឡាញ់របស់ខ្ញុំមិនមែនគ្រាន់តែឃើញរូបសម្ផស្សស្អាតខ្ញុំមើលតែអ្នកជាមនុស្សដែលគ្មានតម្លៃរួចហើយខ្ញុំអាចផ្ដល់សេចក្តីស្រឡាញ់ទៅឲ្យអ្នកបានទេប៉ុន្តែជាទូទៅមនុស្សឆក់គ្នានឹងរូបសម្ផស្សខាងក្រៅអញ្ចឹងត្រូវត្រួតពិនិត្យចិត្តរបស់យើងថាតើមនុស្សដែលយើងស្រឡាញ់នឹងយើងបានឃើញគុណសម្បត្តិជាបុគ្គលដែលគួរទទួលបាននៅសេចក្តីស្រឡាញ់របស់យើងហើយឬនៅឬក៏ដោយសារទំនាញផ្លូវភេទរូបសម្ផស្សដែលតាក់ទាញធ្វើឲ្យយើងស្រឡាញ់បុគ្គលនឹងខ្ញុំរំលឹកហើយរំលឹកទៀតព្រោះយើងជាមនុស្សវាខុសអំពីសត្វដេរឆានប៉ុន្តែជាទូទៅមនុស្សណាក៏ដូចមនុស្សណាដែរបងប្អូនតើពេលណាឃើញរូបសម្ផស្សស្អាតវាតាក់ទាញភ្លាមជាទូទៅប៉ុន្តែយើងមិនត្រូវឲ្យរឿងនឹងវាទាញយើងឲ្យផុតមនសិការបានឡើយអ្នកខ្លះរូបសម្ផស្សស្អាតប៉ុន្តែចរិតរបស់វាអត់ល្អនិយាយថាវាអត់មានតម្លៃសម្រាប់ទទួលសេចក្តីស្រឡាញ់របស់យើងចិត្តរបស់យើងឃើញរូបសម្ផស្សវាទៅមុនបាត់ហើយប៉ុន្តែយើងជាមនុស្សត្រូវទាញវាមកវិញដោយពិចារណាអំពីតម្លៃរបស់បុគ្គលនឹងថាតើវាមានតម្លៃស័ក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់យើងដែរឬទេលក្ខខណ្ឌ3ទី1ខ្ញុំស្រឡាញ់អ្នកទី2អ្នកស្រឡាញ់ខ្ញុំទី3អ្នកគឺជាបុគ្គលដែលស័ក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ខ្ញុំស្នេហាក្នុងលក្ខខណ្ឌប៉ុណ្ណឹងហើយបងប្អូនអ្នកខ្លះក៏នៅតែមិនច្បាស់ខ្លួនឯងទៀតថាតើស្នេហាអញគឺជាស្នេហាប្រកបដោយមនសិការដែរឬទេជួនកាលបងប្អូនវាពិតជាសេចក្តីស្រឡាញ់ហើយប៉ុន្តែសេចក្តីស្រឡាញ់មួយដែលគ្មានការលះបង់ទាល់តែសោះគឺទាញដើម្បីតែខ្លួនឯងសុទ្ធសាធក៏វាមិនមែនជាសេចក្តីស្រឡាញ់ប្រកបដោយមនសិការដែរអញ្ចឹងដើម្បីរកឲ្យជ្រៅចូលទៅក្នុងសេចក្តីស្នេហាវែកញែកឲ្យយើងទាំងអស់គ្នាមានមូលដ្ឋានក្នុងការត្រិះរិះពិចារណាខ្ញុំសូមលើកយកលក្ខខណ្ឌខ្លះទៀតដើម្បីឲ្យបងប្អូនត្រួតពិនិត្យអំពីទំនាក់ទំនងស្នេហារបស់បងប្អូនតើវាគឺជាស្នេហារបស់មនុស្សហើយឬនៅជាស្នេហារបស់សត្វដែលមានមនសិការហើយឬនៅដើម្បីត្រួតពិនិត្យថាតើនោះពិតជាសេចក្តីស្នេហារបស់មនុស្សមែនដែរឬទេទី1បងប្អូនត្រូវមើលថាតើបងប្អូនមានចិត្តហួងហែងអត់តើអត់មានចិត្តហួងហែងវាពិតណាស់មិនមែនជាសេចក្តីស្នេហាឡើយអ្នកខ្លះគេអួតថាខ្ញុំស្រឡាញ់ខ្ញុំអត់ចេះប្រច័ណ្ឌទេអត់ចេះប្រច័ណ្ឌមិនមែនសេចក្តីស្នេហាឡើយដឹងមិនអត់ចេះប្រច័ណ្ឌផងណាអត់ចេះប្រច័ណ្ឌមានអត់ស្រឡាញ់បុគ្គលមួយដែលបានមនុស្សម្នាក់ដែលអត់ចេះប្រច័ណ្ឌនឹងអារម្មណ៍កក់ក្ដៅវាអត់កក់ក្ដៅទេបងប្អូនដឹងមិនមានអត់ស្រឡាញ់មកអត់ប្រច័ណ្ឌវាត្រូវតែប្រច័ណ្ឌប៉ុន្តែអប្រច័ណ្ឌខុសរឿងក្បែរអាណាក៏មិនបានវាមានហេតុដែលយើងមិនគួរប្រច័ណ្ឌឧបមាថាយើងទុកចិត្តប្រពន្ធរបស់យើងឬទុកចិត្តប្តីរបស់យើងវាអត់មានអីប្រច័ណ្ឌទេប៉ុន្តែបើមើលឃើញមិនសមប្រច័ណ្ឌណាបងប្អូនវាត្រូវតែមានលក្ខខណ្ឌមួយដល់ពេលយើងថាគ្រប់ករណីអត់ប្រច័ណ្ឌអត់មែនសេចក្តីស្នេហាឡើយបងប្អូនត្រូវត្រួតពិនិត្យថាអូខ្ញុំលះបង់មកពីអត់ស្រឡាញ់ហ្នឹងស្រឡាញ់ការពិតត្រូវតែមានហួងហែងហួងហែងហ្នឹងហើយគឺមានការប្រច័ណ្ឌប៉ុន្តែមិនមែនប្រច័ណ្ឌខុសរឿងទេណាបងប្អូនប៉ុន្តែបងប្អូនស្ទង់មើលបើក្នុងករណីបែបនេះតើអញប្រច័ណ្ឌអត់បើអត់ប្រច័ណ្ឌគ្រប់លក្ខខណ្ឌទាំងអស់មិនមែនសេចក្តីស្នេហាឡើយសេចក្តីស្នេហាត្រូវតែប្រកបជាមួយនឹងការហួងហែងគឺការប្រច័ណ្ឌនឹងឯងបើវាមានការហួងហែងណាដល់ពេលផ្ដាច់ទៅបានគេហៅលះបង់បងប្អូនស្នេហាត្រូវមានលក្ខខណ្ឌមួយទៀតដើម្បីឲ្យស្នេហានឹងคล้ายទៅជាស្នេហាប្រកបដោយមនសិការជាស្នេហារបស់មនុស្សស្នេហាក្នុងករណីចាំបាច់ត្រូវមានការលះបង់ដែលហៅថាការលះបង់តើតែវាហួងហែងសិនធុងសម្រាមមួយបងប្អូនដាក់សម្រាមនៅមុខផ្ទះដល់ពេលគេមកយកសម្រាមបងប្អូនថាអញលះបង់សម្រាមឲ្យគេលះបង់ស្អីបើរបស់នឹងយើងអត់ត្រូវការផង
របស់ដែលយើងត្រូវការយើងស្រឡាញ់ព្រោះយើងឲ្យទៅអានឹងបានគេហៅលះបង់វាស្អិតស្តាត់ដូចស្គរយឺតចឹងយើងដាច់ម៉ាក់អានឹងបានគេហៅលះបង់ទី1ស្នេហាត្រូវតែមានការហួងហែងហ្នឹងហើយនាំឲ្យមានចិត្តប្រច័ណ្ឌនឹងហើយដល់លះបង់ទៅបានគេហៅថាការលះបង់បើអត់មានហួងហែងទេដល់ពេលឲ្យទៅមិនមែនជាការលះបង់ឡើយរបស់ដែលយើងស្រឡាញ់រួចហើយយើងលះបង់ទៅគេដោយយើងយល់ថាយើងស្រឡាញ់គេឬយើងយល់ថាបុគ្គលនឹងមានតម្លៃគួរនឹងទទួលនៅការលះបង់នេះដូច្នេះយើងយករបស់ល្អរបស់ដែលយើងស្រឡាញ់នឹងយកទៅឲ្យគេទើបគេហៅថាជាការលះបង់មានច្រើនយ៉ាងណាបងប្អូនលះបង់ចុងក្រោយលះបង់ទីបំផុតនៃសេចក្តីស្នេហាគឺលះបង់មនុស្សដែលយើងស្រឡាញ់នឹងហ្មងលះបង់នឹងគឺជាការលះបង់ចុងក្រោយការលះបង់ដើម្បីសេចក្តីស្នេហាមានច្រើនណាបងប្អូនឧទាហរណ៍មនុស្សស្រីនឹងស្រឡាញ់មនុស្សប្រុសនឹងធម្មតាទេណាបងប្អូនជារឿងធម្មតារបស់មនុស្សទេប្តីប្រពន្ធតែងតែចង់នៅជិតគ្នាប៉ុន្តែក្នុងករណីចាំបាច់ខ្លះបងប្អូនករណីចាំបាច់ខ្លះហើយជួនកាលករណីចាំបាច់នោះមិនមែនជាប្រយោជន៍គ្រួសាររបស់យើងទេឧទាហរណ៍ថាប្តីទៅនៅរតនគិរីឆ្ងាយជួនកាលទៅនោះតែរកស៊ីទេដើម្បីយកមកគ្រួសារអាហ្នឹងមិនទាន់ខ្លាំងប្រហែលទេប៉ុន្តែជួនកាលប្តីមានការងារបម្រើរឿងឧត្តមគតិផ្សេងទៀតច្រើនមិនសូវបានមានពេលទំនេរថែរក្សាប្រពន្ធនឹងទេប្រពន្ធនឹងត្រូវយល់បងប្អូនអាហ្នឹងគឺជាការលះបង់មួយដែលទុកឲ្យប្តីនឹងធ្វើការងារនឹងទៅឬទុកឲ្យប្រពន្ធធ្វើការងារនឹងទៅមិនមែនយើងមិនស្រឡាញ់ទេបងប្អូនប៉ុន្តែយើងត្រូវស្វែងយល់អំពីសេចក្តីត្រូវការឬការងារដែលដៃគូស្នេហារបស់យើងគេប្រកាន់យកពេលណាយើងស្រឡាញ់ដាច់ខាតយើងត្រូវតែស្វែងយល់ពីបុគ្គលហ្នឹងពីព្រោះកាលណាយើងស្រឡាញ់អូសយកតែយើងបងប្អូនមិនមែនជាស្នេហាប្រកបដោយមនសិការទេអ្នកស្រឡាញ់ព្រោះតែដើម្បីខ្លួនឯងទាំងអស់ហើយនិយាយថាខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ស្រឡាញ់របៀបហ្នឹងបងប្អូនធ្វើឲ្យមានការចង្អៀតចង្អល់ពិបាកដល់ដៃគូស្នេហារបស់យើងទៅវិញទេស្រឡាញ់ខ្លាំងពេកចឹងបងប្អូនធ្វើយើងមានអារម្មណ៍ធុញថប់អាចស្រឡាញ់ដើម្បីខ្លួនឯងបងប្អូនប៉ុន្តែបើយើងស្រឡាញ់ពិតប្រកបដោយមនសិការបងប្អូនយើងត្រូវស្វែងយល់ដៃគូរបស់យើងតើគេត្រូវការអ្វីបើការត្រូវការនោះគឺជាការត្រូវការខុសយើងត្រូវពន្យល់បើពន្យល់រួចហើយគេនៅតែមិនស្របជាមួយនឹងយើងទៀតដោយយើងមើលឃើញថារឿងនឹងខុសអានឹងត្រូវពិចារណាខ្លួនឯងថាតើមនុស្សនឹងមានតម្លៃស័ក្តិសមនឹងការលះបង់របស់យើងអត់បើអត់សមទេរឿងចុងក្រោយបំផុតជាដំណោះស្រាយក្នុងរឿងនឹងគឺត្រូវលែងគ្នាបើមិនលែងទេអានឹងមានន័យថាយើងបានឲ្យតម្លៃទៅដល់បុគ្គលមួយដែលជាបុគ្គលដែលមិនស័ក្តិសមទទួលនៅការឲ្យតម្លៃអំពីយើងហើយកុំបថោកអាប្រុសនឹងយើងនៅជាមួយប្រុសនឹងយើងក៏វាមិនថ្លៃថ្នូរដែរប៉ុន្តែបើយើងតាមចង់យល់អំពីសេចក្តីត្រូវការរបស់ដៃគូជីវិតរបស់យើងហើយយើងបានស្របថានឹងជារឿងល្អហើយដៃគូល្អបងប្អូនគឺចូលរួមក្នុងការធ្វើរឿងហ្នឹងជួនកាលបងប្អូនការងារតម្រូវឲ្យយើងបែកគ្នាយើងត្រូវតែបែកដើម្បីឲ្យដៃគូជីវិតរបស់យើងបានធ្វើការងារហ្នឹងបងប្អូនណាមនុស្សស្រឡាញ់គ្នាទោះបីនៅចម្ងាយគ្នាដល់ណាក៏ដោយបងប្អូនក៏នៅតែយើងអាចទទួលអារម្មណ៍កក់ក្ដៅបានដែរប៉ុន្តែបើអត់ស្រឡាញ់គ្នាបងប្អូនទោះបីនៅចិត្តប៉ុណ្ណាក៏ដោយក៏អត់ទទួលអារម្មណ៍កក់ក្ដៅដែរដូចមនុស្សស្រីមួយមានមនុស្សប្រុសហើយមនុស្សប្រុសហ្នឹងគាត់មានប្រពន្ធចុងទោះបីជាក្នុងមួយថ្ងៃ24ម៉ោងមនុស្សប្រុសហ្នឹងនៅជាមួយប្រពន្ធដើម23ម៉ោងនៅជាមួយប្រពន្ធចុងតែកន្លះម៉ោងទេប៉ុន្តែប្រពន្ធដើមអត់មានអារម្មណ៍កក់ក្ដៅទេថាអត្តបិនេះធ្វើការបន់ឲ្យទៅហើយអាចទៅនោះវាអត់មានអារម្មណ៍កក់ក្ដៅទេប៉ុន្តែស្រីខាងនោះវិញជួនកាល2-3ថ្ងៃអត់ទាន់បានទៅតែមានអារម្មណ៍កក់ក្ដៅព្រោះដឹងថាប្តីហ្នឹងនៅឯនោះទេប៉ុន្តែចិត្តនៅជាមួយអញពេលដែលឲ្យផ្កាឲ្យស្រីដែលខ្លួនអត់ស្រឡាញ់មកបាច់អាធំដល់ពេលស្រីដែលខ្លួនស្រឡាញ់ទៅវិញអត់រួចដល់ទៅអត់រួចផ្ញើរូបការមួយតាម Facebook ទៅគ្រប់គ្រាន់ហ្មងយើងមានអារម្មណ៍ថាកក់ក្ដៅហ្មងវាបកលឲ្យស្រីមួយហ្នឹងផ្កាមកបាច់ហ្នឹងបងប្អូនវាគឺជាលក្ខខណ្ឌដែលវាអត់អាចប្រកែកបានដូច្នេះវាចេះឲ្យទៅប៉ុន្តែចិត្តរបស់វានោះវានៅទៅនោះឯនោះបានតែផ្កាមួយផ្ញើតាម Facebook ទៅដែលប្រពន្ធនៅណាវាតាមមើលប្តីគ្រប់ជំហានប្តីផ្ញើតែមួយពុកទៅឯនោះមានអារម្មណ៍កក់ក្ដៅមនុស្សអញ្ចឹងបងប្អូនទោះបីដៃគូស្នេហារបស់យើងនៅឆ្ងាយក៏ដោយយើងនៅតែទទួលអារម្មណ៍កក់ក្ដៅបើដៃគូស្នេហារបស់យើងពិតជាស្រឡាញ់យើងមែនហើយអ្នកដែលទៅនោះបងប្អូនដឹងអំពីសេចក្តីត្រូវការរបស់ដៃគូយើងអាហ្នឹងដែលយើងត្រូវឲ្យតម្លៃទៅដល់ការលះបង់របស់ដៃគូយើងដើម្បីឲ្យដៃគូរបស់យើងបានធ្វើការងារមួយដែលបំរើមនោសញ្ចេតនាឬបំរើការយល់របស់ខ្លួនយើងត្រូវលះបង់
រះបង់នឹងចាប់ដើមរាប់ពីពេលវេលាដែលយើងត្រូវការនៅចិត្តគ្នាតែយើងលះបង់ពីព្រោះយើងស្វែងយល់យើងដឹងថាការងារដៃគូរបស់យើងត្រឹមត្រូវណែដៃគូស្នេហាត្រូវស្វែងយល់គ្នាចឹងអញ្ចឹងគេហៅលះបង់ក្នុងករណីចាំបាច់ទៀតបងប្អូនជួនកាលមនុស្សស្រីនឹងគាត់មានវិបត្តិក្នុងគ្រួសាររបស់គាត់ម្ដាយឪពុកគាត់ជាពាក់បំណុលគេច្រើនគាត់មិនដឹងដោះស្រាយមិនយើងស្រឡាញ់បងប្អូនតែមិនដឹងធ្វើម៉េចបើនៅជាមួយយើងក្រដូច្នេះយើងសុខចិត្តលះបង់មនុស្សស្រីនឹងឲ្យទៅគេប៉ុន្តែបងប្អូនណាដែលហៅតែលះបង់លោកប្រាប់តែមនុស្សស្រីនឹងវានៅស្រឡាញ់ដែរណានៅស្រឡាញ់យើងដែរប៉ុន្តែបើមនុស្សស្រីនឹងចង់ដោយអាប្រុសថ្មីនឹងដែរអានឹងអស់តម្លៃហ៎ដែលយើងហៅតែលះបង់គឺថាការលះបង់មានតម្លៃនោះគឺជាការលះបង់ដែលគិតដល់មនុស្សដែលយើងត្រូវលះបង់ផងបើមនុស្សស្រីនឹងវានៅតែស្រឡាញ់យើងប៉ុន្តែដោយសារករណីចាំបាច់ទេបងប្អូនដឹងករណីអីខ្លះច្រើនរឿងណាក្នុងជីវិតរស់នៅខ្ញុំឧទាហរណ៍អស់ហើយជួនកាលយើងសុកចិត្តឲ្យមនុស្សស្រីនឹងទៅហើយមនុស្សស្រីនឹងក៏ស្រឡាញ់យើងយំណាបងប្អូនប៉ុន្តែរឿងនឹងត្រូវតែធ្វើស្នេហារបស់មនុស្សគឺអញ្ចឹងបងប្អូនស្នេហាបែបហ្នឹងហើយទើបគេហៅថាជាស្នេហាដែលមានការលះបង់ទី1ដែលហៅថាស្នេហាត្រូវមានការហួងហែងតើតែមានការហួងហែងបានឲ្យទៅហៅថាការលះបង់ហើយឲ្យទៅហ្នឹងរាប់ចាប់ពីពេលវេលារបស់ដែលយើងស្រឡាញ់ជួនកាលបងប្អូនមនុស្សស្រីខ្លះគាត់យល់មនុស្សប្រុសចិត្តល្អជួនកាលបងប្អូនទៅស្រុកគេមិនដែលបានទិញអីឲ្យប្រពន្ធមួយទេទិញឲ្យតែគេប្រពន្ធខ្លះអត់យល់ចិត្តប្តីគាត់ថាម៉េចហ៎បងឯងទៅស្រុកគេមិនដែលឃើញទិញអីផ្ញើអូនទេទិញផ្ញើគេវាចាំបាច់លុយយើងវាតិចទេអូនលុយយើងវាតិចគេនោះគេធំជាងយើងវាត្រូវការទិញឬក៏អ្នកនោះវាត្រូវការចាំបាច់ចាំមិនតែយើងត្រូវតែទិញអូនឯងជាប្រពន្ធយល់បងប្អូនចូលរួមជួយប្តីដើម្បីសម្រេចវត្ថុបំណងរបស់ប្តីទៅទៀតអាហ្នឹងគេហៅដៃគូជីវិតងាយហ៎ប្រពន្ធល្អជាមិត្តល្អប្រពន្ធល្អគឺជាមិត្តល្អមិត្តល្អគឺជាមិត្តដែលអាចនិយាយបានគ្រប់រឿងទាំងអស់ក្នុងជីវិតប្រាប់ប៉ុន្តែជួនកាលប្រពន្ធណាបងប្អូនអត់អាចនិយាយរឿងខ្លះប្រាប់ទេដូច្នេះមានន័យថាយើងមិនទាន់រកបានដៃគូជីវិតទេនៅតែដៃគូភេទនៅឡើយទេដៃគូជីវិតគឺយើងអាចនិយាយបានគ្រប់រឿងទាំងអស់ប្រពន្ធល្អគឺជាមិត្តល្អមិត្តល្អអាចនិយាយបានគ្រប់រឿងល្អមួយទៀតលក្ខខណ្ឌប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេបងប្អូនទី1យើងត្រូវមានចិត្តហួងហែងអត់ចិត្តហួងហែងមិនសេចក្តីស្នេហាទេដល់ពេលមានហួងហែងហើយត្រូវមើលទៀតហួងហែងដើម្បីតែខ្លួនឯងកើតទេវាត្រូវមានការលះបង់វាត្រូវមានការលះបង់ដែលហៅថាការលះបង់វាទាល់តែហួងហែងហើយឲ្យទៅបានចាត់ទុកជាការលះបង់ស្នេហាត្រូវតែមានការលះបង់បើអត់មានការលះបង់ទេសេចក្តីស្រឡាញ់មួយនេះគឺដើម្បីតែខ្លួនឯងអត់មានការលះបង់ទេអានទី2ដល់ទី3បងប្អូនការលះបង់ដោយឥតមានគិតតម្លៃរបស់មនុស្សដែលយើងលះបង់អានឹងគេហៅឈួតទៀតបងប្អូនមនុស្សខ្លះគេថាអូយខ្ញុំលះបង់ដើម្បីប្រពន្ធខ្ញុំសពគ្រប់ឲ្យមើលប្រពន្ធវាតឡែតែប្រពន្ធចង់បានអីក៏ចេះតែលះបង់អានឹងងាប់ក្រោមកតុយក្បិនទេមិនលះបង់ទេស្រីនឹងអត់មានតម្លៃសោះវាធ្វើគ្រប់បែបយ៉ាងដើម្បីស្រីនឹងមិនលះបង់ទេនឹងងាប់ក្រោមកតុយក្បិនទេអញ្ចឹងលក្ខខណ្ឌរបស់វាត្រូវមើលទៀតថាតើបុគ្គលនឹងវាស័ក្តិសមទទួលបាននៅការលះបង់របស់យើងអត់អ្នកស្នេហាត្រូវគោរពលក្ខខណ្ឌអញ្ចឹងបើស្នេហាជាបងប្អូនអត់បានគិតអញ្ចឹងទេបងប្អូនស្នេហារបស់បងប្អូនដឹងអីតម្រូវការផ្លូវភេទក៏មិនដឹងស្នេហារបស់សត្វក៏មិនដឹងហើយស្នេហាអញ្ចឹងបងប្អូនគេមិនយកមកចុះក្នុងប្រវត្តិសាស្ត្រទេហើយគេក៏មិនយកមកសរសេររឿងដែរវាទាល់តែស្នេហាដែលវាមានលក្ខណៈពិសេសស្នេហានោះជាការលះបង់ស្នេហានោះវាមានលក្ខណៈអប់រំឲ្យមនុស្សទៅធ្វើតាមផងស្នេហារបស់មនុស្សទូទៅសប្ងៃខ្ញុំមិនដឹងគេកើតសេចក្តីស្នេហាពីរឿងអីទេបងប្អូនខ្លះមិនយល់ខ្លួនឯងថាតើខ្លួនឯងស្រឡាញ់គេព្រោះរឿងអីផងអត់ទាំងយល់ជួនកាលខ្ញុំលើកលក្ខខណ្ឌមួយខ្ញុំថាខ្ញុំមិនកែកំហុសសោះឡើយបើខ្ញុំមើលឃើញថាខ្ញុំអត់ខុសខ្ញុំកែកំហុសព្រោះតែខ្ញុំមើលឃើញថាខ្ញុំខុសមិនមែនព្រោះតែខ្ញុំចង់បានស្អីក៏ដោយក្រៅអំពីខ្ញុំមើលឃើញថាខ្ញុំខុសអ្នកខ្លះបងប្អូនចង់បានរបស់របរពីគេប៉ុន្តែអត់ទាន់ដឹងថាខ្លួនចង់បានទេឧទាហរណ៍ថាទៅធ្វើការជាមួយគេអីដឹងថាបើស្មោះត្រង់មួយគេទៅថ្ងៃក្រោយតកែនេះវាជួយតកែនឹងមើលឃើញណាគាត់អញ្ចឹងហើយអញ្ចឹងគាត់ក៏ស្មោះត្រង់ប៉ុន្តែស្មោះមើលអានឹងមិនស្មោះត្រង់ទេបងប្អូនស្មោះត្រង់គ្មានគ្នាបអីទាំងអស់វានៅតែត្រង់ដូចឈើត្រង់វាអត់មានគ្នាបអីទាំងអស់វានៅតែត្រង់អញ្ចឹងតែស្មោះត្រង់ដូចយើងមិញនេះណាគឺមានគ្នាគៀបបងប្អូនដែលឃើញឈើសាឡាវវាកោងគេចង់ឲ្យវាត្រង់គេដំទៅគោលទី1រួចហើយគេដាក់ឈើត្រង់គៀបវាគៀបរួចហើយដំទៅគោលទី2គៀបវាបន្តដំទៅគោលទី3ដំទៅត្រង់ភ្លឹងបងប្អូនប៉ុន្តែជួនកាល10ឆ្នាំជួនកាល20ឆ្នាំលបាច់ទៅគោលឡើងងាក់មកវិញដែរស្មោះត្រង់ចង់ឲ្យតកែជួយ
ស្មោះត្រង់រាប់អានអាមួយហ្នឹងព្រោះសម្លឹងឃើញអីគេហែងបើមិនធ្វើល្អជាមួយគេទេថ្ងៃក្រោយគេមិនជួយហែងវិញតែអញ្ចឹងដល់ពេលអញ្ចឹងខំបាំងធ្វើល្អមួយគេទៅដល់ធ្វើល្អមួយគេទៅដល់ពេលគេអត់ជួយលបាកគេគោលដល់លបាកគេគោលងាក់មកវិញត្រង់ហ្នឹងដែលខ្ញុំនិយាយថាយើងស្មោះត្រង់ពីព្រោះយើងយល់ពីតម្លៃនៃការស្មោះត្រង់យើងកាលពីមុនធ្លាប់វាយើងដឹងថាវាខុសយើងត្រូវកែមកស្មោះត្រង់ពីព្រោះយើងយល់ថាយើងខុសមិនមែនព្រោះតែយើងចង់បានអីឡើយប៉ុន្តែអ្នកខ្លះទៀតទេបងប្អូនបែងចែកអត់បានឧទាហរណ៍គាត់ជួយគេដល់ជួយគេទៅគេវាមិនល្អគេល្មិលគុណយើងវាក្តៅក្រហាយដល់អ្នកឲ្យយោបល់គេឲ្យយោបល់ថាម៉េចទេថាមកអំពីយើងជួយចង់បានអីត្រឡប់មកវិញខ្ញុំចេះតែយកកំណត់ហ្នឹងមកគិតត្រេះរិះពិចារណាជួយកុំរំពឹងទុកខ្ញុំថាអត់ជួយត្រូវតែរំពឹងសួរតើយើងចង់បានអីពីបុគ្គលហ្នឹងមកវិញថាអត់ទេប៉ុន្តែយ៉ាងតិចបំផុតក៏យើងជួយដោយរំពឹងថាបុគ្គលហ្នឹងជាមនុស្សល្អដែរបានយើងជួយប៉ុន្តែដល់ពេលយើងជួយទៅវាអត់ល្អត្រង់ណាត្រង់យើងជាមនុស្សល្អជាមួយវាអាចល្មើគុណបានបងប្អូនចាណាមើលមិនមែនយើងចង់បានអីមកវិញទេគ្រាន់តែយើងចង់ជួយមនុស្សល្អតែបើគ្រាន់តែមនុស្សដែលជួយវាផងវាអាចល្មើគុណបានតើវាមនុស្សល្អមិនយើងអត់ត្រូវការអីត្រឡប់មកវិញមែនបងប្អូនគ្រាន់តែត្រូវការថាមនុស្សនឹងមានតម្លៃសម្រាប់ការជួយចុះបើគ្រាន់តែមនុស្សដែលល្អជាមួយវាល្មើគុណហើយតើមនុស្សនឹងវាមានតម្លៃសមយើងជួយអត់នេះយើងទោមនុស្សត្រង់ហ្នឹងដល់អ្នកខ្លះគេមិនថាអញ្ចឹងគេថាម៉េចទេគេថាមកពីយើងជួយចង់បានអីត្រឡប់មកវិញខ្ញុំថានេះទ្រឹស្ដីច្រើនពេកនេះខ្ញុំទទួលយកអត់បានទេបងប្អូនមនុស្សដែលខ្ញុំជួយខ្ញុំយល់ថាមនុស្សនឹងល្អដល់ពេលវាល្មើគុណមកលើយើងវិញមិនមែនខ្ញុំចង់ឲ្យគេដឹងគុណខ្ញុំទេតែមនុស្សល្មើគុណមនុស្សដែលជួយចាំមនុស្សនឹងមិនល្អបងប្អូននឹងអត់ល្អទេដល់មនុស្សអត់ល្អអញ្ចឹងសួរតើយើងមានបុព្វដិសេរីដែលយើងមើលមនុស្សនឹងខុសហើយយើងជួយអញ្ចឹងណាមិនមែនយើងជួយចង់ឲ្យគេជួយយើងត្រឡប់មកវិញមិនមែនអញ្ចឹងទេត្រង់ហ្នឹងដែលខ្ញុំនិយាយថាខ្ញុំកែកំហុសទាំងឡាយមិនព្រោះតែដើម្បីបានស្អីត្រឡប់មកវិញក្រៅអំពីខ្ញុំមើលឃើញថាអ្វីដែលខ្ញុំធ្វើនោះខុសទេឲ្យតែខ្ញុំមើលឃើញថាអ្វីដែលខ្ញុំធ្វើនឹងខុសគឺខ្ញុំកែភ្លាមហ្មងអាត្រង់ហ្នឹងដែលអ្នកខ្លះគេនិយាយថាបើអ្នកស្រឡាញ់ខ្ញុំសូមអ្នកទទួលយកនៅភាពជាខ្ញុំមិនទទួលយកទាំងអស់ទេណាបងប្អូនទទួលតែត្រូវទេណាបើអ្នកត្រូវហើយអ្នកមិនបាច់កែទេបើខ្ញុំកែលុះត្រាតែខ្ញុំមើលឃើញថាខ្ញុំខុសបើខ្ញុំខុសហើយខ្ញុំត្រូវតែកែខ្ញុំកែហើយខ្ញុំនៅឈរស្ងៀមក្នុងភាពជាខ្ញុំមិនមែនថាអូយខ្ញុំនឹងគេដេកម៉ោង6ងើបប្រពន្ធខ្ញុំដេកម៉ោង10បានងើបមិនចេះធ្វើស៊ីអីទាំងអស់មិនចេះរកស៊ីអីទាំងអស់ចេះតែធ្វើខ្លួននឹងហើយជាខ្ញុំដូច្នេះបើអ្នកស្រឡាញ់ខ្ញុំអ្នកស្រឡាញ់ភាពជាខ្ញុំផងជួយបានទេជួយបានទេស្រឡាញ់របៀបហ្នឹងទទួលយកភាពជាខ្ញុំមានន័យថាខ្ញុំបានកែខ្លួនខ្ញុំរួចហើយពេលណាអ្នកឃើញខ្ញុំខុសអ្នកប្រាប់ខ្ញុំមកថាខ្ញុំខុសអញ្ចឹងបើខ្ញុំមើលឃើញថាអ្វីដែលអ្នកនិយាយហ្នឹងគឺខ្ញុំខុសអញ្ចឹងមែនណាខ្ញុំកែភ្លាមកែនេះមិនមែនព្រោះតែដើម្បីផ្គប់ចិត្តអ្នកទេប៉ុន្តែព្រោះតែខ្ញុំមើលឃើញថាខ្ញុំខុសពេលណាខ្ញុំមើលឃើញថាខ្ញុំត្រឹមត្រូវរួចហើយខ្ញុំឈរនៅលើភាពជាខ្ញុំរួចហើយទើបខ្ញុំនិយាយថាបើអ្នកស្រឡាញ់ខ្ញុំសូមអ្នកទទួលយកភាពជាខ្ញុំមិនមែនមានន័យថានាងឯងចង់ស្អីក៏ដោយរួចហើយឲ្យមនុស្សប្រុសម្នាក់ហ្នឹងទៅស្រឡាញ់នាងឲ្យទទួលយកនៅគ្រប់អ្វីជានាងជួយមិនបានទេហើយបើមនុស្សប្រុសណាទៅធ្វើអញ្ចឹងលោកប្រុសល្ងងគឺខ្ញុំកែខ្លួននៅពេលដែលខ្ញុំដឹងថារឿងហ្នឹងខ្ញុំខុសខ្ញុំមិនមែនកែដើម្បីឲ្យបងស្រឡាញ់ខ្ញុំទេណាខ្ញុំកែព្រោះខ្ញុំមើលឃើញថាខ្ញុំខុសអ្វីដែលបងប្រាប់ខ្ញុំមកខ្ញុំគិតមើលទៅគឺខ្ញុំខុសមែនខ្ញុំកែហើយខ្ញុំអរគុណបងទៀតប៉ុន្តែបើខ្ញុំយល់ថាខ្ញុំអត់ខុសគឺខ្ញុំអត់កែទេខ្ញុំអត់កែដើម្បីអ្នកណាឡើយរួចហើយខ្ញុំនឹងឈរនៅលើភាពជាខ្ញុំបើអ្នករាប់អានខ្ញុំបានអ្នករាប់អានចុះបើអ្នករៀបការជាមួយខ្ញុំបានអ្នករៀបការចុះឲ្យខ្ញុំកែដើម្បីឲ្យអ្នកមករៀបការជាមួយខ្ញុំសុំទោសខ្ញុំមករៀបការដែរហើយបើអ្នកកែខ្លួនអ្នកទាំងអ្នកដឹងថាខ្លួនអ្នកមិនខុសដើម្បីខ្ញុំមនុស្សអញ្ចឹងក៏ខ្ញុំមិនរៀបការជាមួយអ្នកដែរពីព្រោះអ្នកគឺជាមនុស្សដែលគ្មានតម្លៃសម្រាប់ខ្ញុំទេខ្ញុំសូមឲ្យអ្នកកែតែក្នុងករណីដែលអ្នកខុសបានហើយនេះគឺជាមនុស្សប្រុសដែលខ្ញុំស្រឡាញ់មនុស្សប្រុសដែលខ្ញុំឲ្យតម្លៃបងប្អូនណារឿងដៃគូជីវិតនេះមិនមែនជារឿងស្រួលមែនទេបងពីព្រោះវាចិត្តគ្នាណាស់បងប្អូនវាចិត្តគ្នាដូចត្បាល់កិនម្សៅចូលកូនថ្មទូចគៀតហ្មងព្រោះវាចិត្តគ្នាណាស់ដៃគូជីវិតវានៅគៀកគ្នាណាស់មិត្តភក្តិក្រុមគ្រួសារវានៅឆ្ងាយពីគ្នាដៃគូជីវិតនៅគៀកគ្នាណាស់បងប្អូនបើមិនចេះដោះស្រាយបញ្ហាជីវិតទេណាបងប្អូនជួបរឿងវិបត្តិក្នុងគ្រួសារច្រើនជាងជួបសុភមង្គលដៃគូជីវិតនេះ
មិនបានទៅជាស្នេហាស្រស់បំព្រងជាដៃគូសម្រាប់ពឹងគ្នាទៅវិញទៅមកនៅពេលដែលយើងរស់នៅក្នុងភពផែនដីដ៏ឯការីមិនបានទៅជាគ្នាដើម្បីពឹងពាក់គ្នាឲ្យវាមានភាពកក់ក្ដៅនៅក្នុងពិភពលោកដ៏ឯការីវាទៅជារឿងឆ្លោះគ្នារកកម្មរកកជាមួយគ្នារៀងរាល់ថ្ងៃមើលមុខហើយមិនមានអ្វីជាអនុស្សាវរីយ៍គួរឲ្យចងចាំឡើយអញ្ចឹងបានពេលខ្លះខ្ញុំចំណាយពេលដើម្បីនិយាយអំពីរឿងស្នេហានឹងខ្លះពីព្រោះជារឿងតាក់ទងជាមួយនឹងជីវិតរបស់មនុស្សច្រើនណាស់សរុបមកវិញអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនអំពីរឿងការត្រួតពិនិត្យអំពីសេចក្តីស្នេហារបស់បងប្អូនថាតើពិតជាស្នេហាប្រកបដោយមនសិការមែនឬអត់ទី1បងប្អូនត្រូវសម្គាល់ចិត្តរបស់បងប្អូនថាតើទី1បងប្អូនហួងហែងអត់បើបងប្អូនអត់ហួងហែងច្បាស់ណាស់មិនមែនជាសេចក្តីស្នេហាឡើយដល់ពេលទី2បងប្អូនត្រូវមើលហួងហែងដើម្បីតែខ្លួនឯងគ្មានពេលលះបង់ទាល់តែសោះឬយ៉ាងម៉េចបើអញ្ចឹងបងប្អូនកុំស្រឡាញ់គេដូចបងប្អូនដាក់បន្ទុកទៅលើមនុស្សដែលបងប្អូនស្រឡាញ់អញ្ចឹងស្រឡាញ់បែបហ្នឹងបងប្អូនធ្វើបាបដៃគូដែលយើងស្រឡាញ់ទៅវិញទេហើយបើបងប្អូនសម្គាល់ថាបងប្អូនអត់ហួងហែងទេពេលដែលបងប្អូនលះបង់ទៅនោះបងប្អូនសម្គាល់ថាមិនមែនជាការលះបង់ទេត្រូវចាំត្រូវពលឲ្យត្រូវបងប្អូនអត់ហួងហែងការលះបង់មួយនោះមិនចាត់ទុកជាការលះបង់ឡើយបន្ទាប់មកទៀតបើសិនណាជាបងប្អូនលះបង់ដោយមិនគិតតម្លៃរបស់បុគ្គលដែលបងប្អូនត្រូវលះបង់នោះគ្រាន់តែងាប់ក្រោមកតុយក្បិនទេមិនមែនជាការលះបង់ប្រកបដោយមនសិការឡើយបងប្អូនត្រូវត្រួតពិនិត្យលក្ខខណ្ឌអញ្ចឹងទើបស្នេហារបស់បងប្អូនពិតជាស្នេហាប្រកបដោយមនសិការបែបមនុស្សលោកមែនខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណ